សួស្តីអ្នកនរគ្នាថ្ងៃនេះជួបជាមួយនឹងរឿងថ្មីទៀតហើយគឺឆ្កែប្រមាញ់ថយពេលវេលាដើម្បីសងសឹកចង់ដឹងថាដំណើររឿងនឹងវាយ៉ាងម៉េចយើងទៅតាមដានទាំងអស់គ្នាផ្ដើមរឿងដំបូងនិយាយអំពីគ្រួសារ Baskerville ដែលជាគ្រួសារបង្វឹកទៅកាន់មនុស្សឲ្យក្លាយទៅជាឆ្កែប្រមាញ់យុវជនម្នាក់មានឈ្មោះថា Vikervan Baskerville បើយោងតាមពាក្យសម្ដីរបស់ឆ្កែប្រមាញ់ដាច់ខាតត្រូវតែស្មោះត្រង់ទៅនឹងគ្រួសារនិងឪពុករបស់គេគាត់ត្រូវបានគេចោទប្រកាន់និងទម្លាក់កំហុសដោយអយុត្តិធម៌ថាមានការពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធបិសាចហើយត្រូវបានគេកាត់ទោសប្រហារជីវិតដោយដាក់ក្បាលនៅក្នុងម៉ាស៊ីនកាត់កនៅឯទីលានប្រហារជីវិតគាត់បានសម្រេចចិត្តឡើងថាប្រសិនបើគេអាចរស់នៅបានម្ដងទៀតបន្ទាប់ពីចាប់ទន់សាយនិងសត្វប្រមាញ់របស់គេរួចគេមិនចង់រស់នៅធ្វើជាឆ្កែប្រមាញ់ម្ដងទៀតទេពេលវេលាក៏កន្លងផុតទៅវីកាវ៉ាន់ក៏បានបើកភ្នែកឡើងមកវិញគាត់ចាប់អារម្មណ៍ថាខ្លួនគាត់នៅពេលនេះគឺជាទារកហើយមានទារកផ្សេងទៀតនៅក្បែរគាត់តែអ្វីដែលជាចម្ងល់តើនេះជាកន្លែងណាទៅរាងកាយរបស់ខ្ញុំពិបាកក្នុងការកម្រើកណាហើយនៅជុំវិញនេះឮសំឡេងយ៉ាងលឺជប់សិនវាគឺមិនអាចនោះទេនេះគឺជាភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូល Baskerville យើងបានឃើញមានទារកច្រើនមែនទែនពួកគេកំពុងតែស្រែកយំរួចវត្តមានរបស់មេគ្រួសារក៏បង្ហាញខ្លួនគាត់មានឈ្មោះថា Sugar Baskerville គាត់និយាយឡើងថាពូអាលអិតដែលគ្មានតម្លៃទាំងអស់នេះតែនៅទីនេះមានក្មេងណាដែលពិសេសដែរទេយើងគិតថាមានតែសម្រាមប៉ុណ្ណោះដែលប្រមូលផ្ដុំនៅលើកនេះតែភ្លាមនោះគាត់ក៏ចាប់អារម្មណ៍ពីរទេះកូនង៉ែតមួយគឺជាវីកាវ៉ាន់ដែលគាត់បានចាត់ជាតិឡើងមកវិញ Sugar និយាយឡើងថាសម្រាមមួយនេះស្ងាត់ជាងគេនាំក្មេងនេះទៅកាន់កន្លែងបណ្ដុះបណ្ដាលដាវលើអញ្ចឹងកូនចៅក៏បានយល់ព្រមឯវីកើវិញឃើញមេគ្រួសារហើយមានកំហឹងមែនតើវាគឺជាមេខ្លោងដែលទម្លាក់កំហុសនិងការទោសប្រហារជីវិតមកលើខ្ញុំ Sugar Baskerville វីកូគិតឡើងថានេះគឺជារូបរាងរបស់ Sugar កាលពីនៅក្មេងឯខ្ញុំ Vikervan Baskerville ថយពេលវេលាត្រឡប់មកជាទីរស់វិញខ្ញុំកាលពីមុនរស់នៅក្នុងនាមជាឆ្កែប្រមាញ់ដែលកើតចេញពីគ្រួសារកូនក្រៅត្រកូលខ្ញុំធ្លាប់ទទួលបានការវឹកហាត់ក្នុងបរិស្ថានលំបាកបំផុតក្នុងនាមជាឆ្កែប្រមាញ់ត្រូវតែលះបង់ដើម្បីមីសិនការធ្វើគៀនការប្រមូលព័ត៌មានសម្ងាត់ការលួចវាឆ្មក់និងរឿងជាច្រើនទៀតឆ្កែប្រមាញ់ត្រូវតែធ្វើការងារកខ្វក់ទាំងអស់នេះអ្វីគ្រប់យ៉ាងដែលធ្វើនេះគឺតាមបញ្ជារបស់ត្រកូល Baskerville ត្រកូលធំជាងគេក្នុងចំណោមត្រកូលទាំង7ហេតុផលដែលខ្ញុំមានភាពស្មោះត្រង់គឺជារឿងសាមញ្ញទេខ្ញុំចង់ឲ្យខាងត្រកូលនិង Sugar ទទួលស្គាល់យកខ្ញុំ10ឆ្នាំបន្ទាប់ពីជ្រោកទ្វារនៃអាណាចក្រអារ្យបានបើកឡើងការប្រយុទ្ធជាមួយនឹងបិសាចបានបញ្ចប់រួចមនុស្សគឺជាអ្នកឈ្នះរង្វាន់នឹងផ្ដល់ឲ្យឆ្កែប្រមាញ់ណាដែលស្មោះត្រង់តែអ្នកបម្រើដែលលះបង់ជីវិតជូនត្រកូលមួយនេះពេញមួយជីវិតត្រូវបានគេមើលងាយនឹងជន់ឈ្លីមានហេតុផលតែមួយគត់ដែលខ្ញុំត្រូវបានគេប្រហារជីវិតការពិតគឺឆ្កែប្រមាញ់បានដឹងរឿងច្រើនពេកហើយខ្ញុំមិនចង់រស់នៅជីវិតបែបនោះម្ដងទៀតទេឥឡូវនេះខ្ញុំគឺចង់សងសឹកប៉ុន្តែជាមួយនឹងរាងកាយចាប់កំណើតថ្មីរបស់ខ្ញុំពេលនេះមិនអាចធ្វើអ្វីបានទេបញ្ជូនខ្ញុំទៅកាន់ទីកន្លែងបណ្ដុះបណ្ដាលដាវនេះគឺជាឱកាសដ៏ល្អដែលជួយខ្ញុំខ្លាំងជាងមុនអ្វីដែលខ្ញុំត្រូវធ្វើគឺបង្កើនកម្លាំងរបស់ខ្លួនឯងកន្លែងបណ្ដុះបណ្ដាលដាវក្មេងដែលកើតមកនៅក្នុងគ្រួសារ Baskerville កូនក្មេងនឹងត្រូវបានបោះចូលទៅក្នុងផ្លូវវង្វេងតែពោពេញទៅដោយដែលមានគ្រោះថ្នាក់បន្ទាប់ពីឆ្លងកាត់រឿងនឹងរួចពួកគេនឹងត្រូវបាននាំយកទៅកាន់ទន្លេស្ទីកដើម្បីទទួលបានការវិតម្លៃសមត្ថភាពនិងទេពកោសល្យទន្លេស្ទីកគឺជាទន្លេព្រេងនិទានដែលកែប្រែរាងកាយកូនក្មេងឲ្យរឿងដូចជាដែរទោះជាណាក៏មានចំនួនដែលកំណត់របស់កូនក្មេងដែលអាចប៉ះពាល់វាបានដែរបញ្ជាដំបូងគឺត្រូវតែធ្វើដំណើរទៅកាន់ទន្លេស្ទីកតែត្រូវតែធ្វើដំណើរចេញពីជញ្ជាំងដែកដែលមានរាងកោងដូចជារង្វង់នោះហើយក្នុងពេលនេះយើងបានឃើញ Viker គឺព្យាយាមខ្លាំងមែនទែនជីវិតមុនរបស់ខ្ញុំត្រូវបានបងប្អូនបង្កើតបណ្ដេញចេញមិនអាចទទួលយកឥទ្ធិពលបានប៉ុន្តែលើកនេះវាគឺខុសគ្នាខ្ញុំត្រូវតែយកពរជ័យចេញពីទន្លេស្ទីកនេះឲ្យច្រើនតាមតែអាចធ្វើទៅបានរួច Viker នៅពេលនេះគេបានវារហូតតតែធ្លាក់ចូលទៅក្នុងទឹកទន្លេ Viker នៅក្រោមទឹកនេះក៏មានឈាមចេញពីខ្លួនរបស់គេដែរដោយសារតែរឿងរបួសមិនតិចទេមុននេះព្រោះតែបានឆ្លងកាត់ជញ្ជាំងដែករាងជារង្វង់វារហូតតតែអាចចូលមកក្នុងទន្លេស្ទីកនេះបានទឹកទន្លេនៅពេលនេះកំពុងតែជ្រាបចូលទៅក្នុងរាងកាយព្រមទាំងឆ្អឹងតាមរយៈរបួសដែលមានមុននេះមើលទៅការចាប់ផ្ដើមដំបូងនេះនឹងមានការផ្លាស់ប្ដូរដ៏ធំ
Weaker ក៏ព្យាយាមអត់ដង្ហើមព្រោះអីចង់សិននៅក្រៅបាតទន្លេនេះឲ្យកាន់តែយូរមិនថាខ្លួនគាត់រឿងភាពឈឺចាប់ត្រូវស៊ូទ្រាំយ៉ាងម៉េចនោះទេចំណែកឯមនុស្សខាងលើមួយចំនួនហ្នឹងគឺចាប់ផ្ដើមបារម្ភហើយតែនៅក្រៅបាតទន្លេយូរហ្នឹងច្បាស់ជាស្លាប់ពុំខានដល់អញ្ចឹងក៏មានអ្នកបញ្ជាចុះទៅក្រោមយកលោកប្រុសតូចមកវិញមកបានលើអញ្ចឹង Shugo ដែលជាមេគ្រួសារហ្នឹងក៏សើចឡើងហើយទៅកាន់មេគ្រប់គ្រងអ្នកបម្រើដែលមានឈ្មោះថា John Barrymore តែអស់ពេលប៉ុន្មានហើយដែលក្មេងនោះចូលទៅក្នុងទន្លេ Barry តបថា7នាទីបានកន្លងផុតទៅហើយ Shugo និយាយថា7នាទីគេប្រហែលជាស្លាប់តែគាត់ដូចជាដឹងថា Weaker ក៏នៅរស់ព្រមទាំងនិយាយឡើងកូនប្រុសឥឡូវនេះដល់ពេលដែលឯងត្រូវចេញមកហើយ Weaker ដែលព្យាយាមអត់ដង្ហើមនេះគិតឡើងថានោះគឺជាសម្លេងរបស់ Shugo តែលោកគិតថាខ្ញុំមិនចាកចេញទៅវិញដោយងាយឬខ្ញុំត្រូវតែស្រូបយកឥទ្ធិពលចេញមកពីទន្លេនេះតាមដែលអាចធ្វើទៅបានប៉ុន្តែខណៈពេលនោះ Weaker គឺអស់ដង្ហើមមែនតែនហើយក្នុងចិត្តរបស់គាត់នៅតែទន្ទិញពាក្យថាស៊ូទ្រាំអញ្ចឹងខណៈពេលនោះក៏មានដៃមួយចាប់ជើងរបស់គាត់នឹងលើកឡើងមកខាងលើ Shugo និយាយឡើងថាមើលទៅខាងក្មេងនេះទៅនៅក្នុងទន្លេស្ទីកប៉ុណ្ណឹងហើយគឺមិនទាន់គ្រប់គ្រាន់ទៀតគេសូម្បីតែផឹកទឹកនៅក្នុងនោះទៀតផងមើលទៅកាន់គេនៅពេលនេះគឺមានថ្មិញហើយទៀតតែក្មេងនេះមានឈ្មោះអ្វីដែរទៅ Barry ប្រាប់ថាគេគឺជាលោកប្រុសតូច Weaker One Baskerville Shugo លើកឡើងពីឈ្មោះរបស់ Weaker ទាំងញញឹមមើលទៅកូនប្រុសដែលមានភាពលោភលន់ខ្លាំងនឹងក៏បានចាប់កំណើតមកហើយ Weaker ក៏នៅក្នុងចិត្តថា Shugo ឯងរីករាយជាមួយនឹងអ្វីដែលឯងមានក្នុងពេលនេះទៅពេលនេះខ្ញុំប្រើប្រាស់ឱកាសដែលមានដើម្បីរក្សាចុងកោមរបស់ខ្ញុំដោយសម្ងាត់សិនពេលវេលាដែលមកដល់ខ្ញុំនឹងកាត់ក្បាលរបស់ឯងចោលរួចត្រកូល Baskerville នឹងបាត់ឈ្មោះចេញពីប្រវត្តិសាស្ត្រក្រោមស្នាដៃរបស់ខ្ញុំ Weaker One Baskerville Weaker គឺជាកូនប្រុសឥតខានស្លារបស់ Shugo ពេលដែល Weaker មានអាយុ8ឆ្នាំទេពកោសល្យរបស់គេគ្រប់គ្រាន់ហៅថាជាអ្នកពូកែប៉ុន្តែក៏ព្រោះតែគ្រួសាររបស់គេនេះគឺធម្មតានៅអាយុ20ឆ្នាំក៏ទទួលយកភារកិច្ចក្លាយជាឃាតករចារកម្មនិងដណ្ដើមយកនៅអាយុ29ឆ្នាំក៏ដឹងថាសៀតដៃរបស់គាត់គឺដល់ដែនកំណត់ហើយបើប្រៀបធៀបទៅនឹងខ្សែឈាមរបស់ត្រកូលនោះនៅអាយុ30ឆ្នាំអាណាចក្រអារ្យក៏បានបើកឡើងដល់អញ្ចឹងក៏ទទួលភារកិច្ចលួចចូលទៅក្នុងសម្ព័ន្ធបិសាចអាយុ35ឆ្នាំក៏ឆ្លងកាត់សម័យកាលនៃការបំផ្លិចបំផ្លាញដោយសម្លាប់បិសាចឆ្វេងស្ដាំអាយុ39ឆ្នាំសង្គ្រាមដ៏យូរលង់មួយនោះក៏ត្រូវបានបញ្ចប់ជាស្ថាពរជាមួយនឹងជ័យជំនះរបស់ពិភពមនុស្សអាយុ40ឆ្នាំក៏ទទួលបានរង្វាន់បញ្ជាក់ពីភាពស្មោះត្រង់របស់គាត់រង្វាន់នោះគឺជាការបរិហាកេរ្តិ៍ចោលប្រកាន់និងទម្លាក់កំហុសកាត់ក្បាលចោលនៅទីកន្លែងរួចនេះគឺជាប្រវត្តិរបស់ Weaker កាលពីជីវិតមុន Weaker ក៏ដឹងខ្លួនមកវិញមើលទៅកាន់ជុំវិញដឹងថានេះគឺជាបន្ទប់ពេទ្យគាត់ដឹងថាខ្លួនឯងនៅពេលនេះជោគជ័យហើយក្នុងការស្រូបយកឥទ្ធិពលចេញមកពីទន្លេស្ទីកការចាប់ផ្ដើមជីវិតរបស់ខ្ញុំនៅលើកនេះគឺល្អប្រសើរជាងលើកមុនភ្លាមនោះអ្នកបម្រើក៏ទទួលបញ្ជាចេញមកពីម៉ាដាមឲ្យយកប្រអប់មួយទៅដាក់នៅលើគ្រែដេករបស់លោកប្រុសតូច Weaker លើថាម៉ាដាមអញ្ចឹងគិតឡើងថាគ្មាននរណាគេចង់ផ្ដល់រង្វាន់ឲ្យមកកាន់ខ្ញុំឡើយឯអ្នកបម្រើក្រោយពីទុកប្រអប់មួយនោះរួចក៏ចាក់ចេញទៅវិញចំណែកប្រអប់នោះភ្លាមក៏ចាប់ផ្ដើមបើកឡើងចំហាយពណ៌ខ្មៅក៏សាយពីចេញរួចក៏ស្រាប់តែមានពស់បានវាចេញពីប្រអប់មួយនោះ Weaker ក៏ស្គាល់ថានេះគឺជាពស់ម៉ាំបាខ្មៅតែនាងបានបញ្ជូនពស់ពឹសដល់កម្របែបនេះដើម្បីមកសម្លាប់ខ្ញុំឬគឺមានមនុស្សមួយចំនួនទេប៉ុណ្ណោះនៅក្នុងត្រកូល Baskerville ដែលត្រូវបានហៅថាជាម៉ាដាមនាងធ្វើអញ្ចឹងគឺព្យាយាមកាត់បន្ថយការប្រកួតប្រជែងហើយពស់ពីរក្បាលនេះវាអាចនឹងសម្លាប់ទារកទាំងអស់ដែលមាននៅក្នុងបន្ទប់ពេទ្យគឺរួច Weaker ក៏ស្ទុះចូលទៅចាប់ក្បាលពស់ទាំងពីរនោះដូចជាការរំពឹងទុកគ្រួសារ Baskerville គ្រួសារទាំងមូលនេះខ្ញុំនឹងកំទេចវាចោលក្រោមដៃរបស់ខ្ញុំឬក៏ប្រើប្រាស់កម្លាំងរបស់គាត់ច្រវាច់ក្បាលពស់ទាំងពីរទាល់តែងាប់នៅពេលដែលថ្ងៃបន្ទាប់បានចូលមកដល់ម្នាក់ក៏មានភាពភ្ញាក់ផ្អើលព្រោះតែបានឃើញកូនក្មេងបានគេងឡើងលងលក់ស្រួលឯសាកសពពស់ពីរក្បាលនៅក្បែរនោះបន្ទាប់មកមនុស្សទាំងអស់ដែលបានចូលវេននៅយប់មួយនោះត្រូវបានសម្លាប់ចោលទាំងអស់ក្រោយពីឆ្លងកាត់ការធ្វើទរណកម្មនៅតែមិនទាន់ដឹងពីហេតុផលដែលសត្វពស់នោះបង្ហាញខ្លួនមានតែយុវជននៃឆ្កែប្រមាញ់ប៉ុណ្ណោះទើបដឹងពីការពិតមួយនេះបន្តមករយៈពេលចំនួន8ឆ្នាំក៏បានកន្លងផុតទៅយើងបានឃើញក្មេងជាច្រើនព្យាយាមស្ដាប់ការបង្រៀនរបស់លោកគ្រូនិយាយឡើងថាលោកប្រុសតូចទាំងអស់ថ្ងៃនេះពួកយើងនឹងរៀនអំពីកម្រិតនៃអ្នកកូនដាវប្រសិនបើអ្នកមិនទាន់អាចប្រើប្រាស់ដាវជាមួយនឹងម៉ាណាបានទេអ្នកត្រូវបានចាត់ទុកថាជាអ្នកប្រើប្រាស់ដាវដំបូងកម្រិតដែលអ្នកអាចប្រើប្រាស់កាំបិតរួមបញ្ចូលជាមួយនឹងម៉ាណាបានបន្តិចត្រូវបានហៅថាជាអ្នកកូនដាវជំនាញ
នៅពេលដែលផ្លែដៅរួមបញ្ចូលជាមួយនឹងម៉ាណាមានទម្រង់ដូចជាអូរ៉ាត្រូវបានហៅថាជាការបញ្ចប់នៃផ្នែកដៅចុងក្រោយគឺជាកម្រិតដែលអូរ៉ានឹងមានភាពរឹងអាចផ្លាស់ប្ដូរវាបានដោយសេរីត្រូវបានគេហៅថាជា Sword Master ឬក៏អាចហៅបានថាជាស្ដេចដៅអ្នកខ្លាំងជាងគេនៃត្រកូល Baskerville គឺជាលោក Hugo គាត់គឺស្ថិតនៅក្នុងកម្រិតមួយនោះ Viger នៅពេលនេះក៏ឡើងថា Hugo ឥឡូវគឺឈានទៅដល់ស្ដេចដៅទៅហើយខ្ញុំត្រូវតែប្រមូលយកកម្លាំងដើមមុនពេលដែលខ្ញុំថយពេលវេលាមកក្រោយវិញមុនពេលដែលវិធីចូលវ័យនឹងបានមកដល់លោកគ្រូចាប់អារម្មណ៍ថាលោកប្រុសតូច Viger នឹងបានធ្លាក់ចូលទៅក្នុងការគិតម្ដងទៀតហើយគាត់ទទួលបានរាងកាយយ៉ាងមាំចេញមកពីទន្លេ Sting ក្នុងរយៈពេល7នាទីបង្រៀនគាត់ត្រឹមតែរឿងមួយនោះទេប៉ុន្តែគាត់ទទួលបានរហូតទៅដល់100អាណូទេពកោសល្យរបស់គាត់នេះគឺលើពីអ្នកដទៃមេគ្រួសារនឹងរីករាយបើសិនជាដឹងពីដំណើរការរបស់គាត់Viger គិតឡើងថាតើខ្ញុំត្រូវការពេលប៉ុន្មានឆ្នាំទើបអាចសម្លាប់ Hugo បានបញ្ជាក់ Viger នៅពេលនេះទើបតែមានអាយុ8ឆ្នាំទេភ្លាមនោះយើងបានឃើញបងប្អូនភ្លោះ3នាក់មើលទៅកាន់ Viger មិនមែនមានគោលបំណងល្អឡើយក្រោយមើលយើងបានឃើញពួកគេទាំង3នេះរុញ Viger ចោទ Viger នឹងគឺជាជនសម្រាមណែពួកយើងបានលើពីពាក្យម្ចាស់រាមរបស់ឯងស្ថិតនៅក្រោមបាតទន្លេ Sting រយៈពេល7នាទីពួកពើពីរក្បាលបានស្លាប់នៅក្នុងគ្រែដេករបស់ឯងកាលពីនៅក្មេងViger ឃើញពួកគេ3នាក់នេះហើយក៏ចងចាំការពីជីវិតមុនដែរពួកវាជាអ្នកដែលចាក់ខ្ញុំពេលដែលខ្ញុំព្យាយាមរត់គេចចេញពីការចោទប្រកាន់ពួកវាទាំង3ត្រូវបានគេហៅថាជា Trident របស់ Hugo ហើយក្នុងពេលបច្ចុប្បន្ននេះពួកវាទាំង3នាក់គឺមានអាយុ9ឆ្នាំឈ្មោះរបស់ពួកវានឹងគឺស្រដៀងគ្នាទេមួយ High មួយ Middle មួយ Low ពួកវានិយាយឡើងថាឈប់កុហកទៀតទៅពួកវាបន្តទៀតគឺមិនចូលចិត្តទៅលើ Viger ឡើយ Viger គិតថា10ឆ្នាំទៀតពួកវានេះនឹងក្លាយទៅជាបញ្ហាដ៏ឈឺក្បាលរបស់ខ្ញុំប្រហែលជារឿងល្អបើបង្ក្រាបពួកគេចាប់តាំងពីពេលនេះទៅភ្លាមនោះ Hai ក៏យកកាំបិតភ្ជង់ទៅកាន់ Viger យើងលើថាឯងនឹងសន្និក្រៅបាទន្លេ Sting បានយូរដល់ហើយមានន័យថារាងកាយរបស់ឯងគឺរឹងដូចជាដៃកាំបិតតែប៉ុណ្ណឹងប្រហែលជាមិនបង្ករបួសដល់ឯងទេបើសិនជាយើងចាក់ឯងមិនងាប់ទេត្រូវឬអត់គ្នាវាពីរនាក់ទៀតលើអញ្ចឹងក៏យល់ថាត្រឹមត្រូវដែរព្រាមនោះឡូក៏បានចាប់ Viger ខ្ទប់មាត់ពីខាងក្រោយនិយាយដូចថាឯងសន្និក្រៅបាទន្លេនោះ7នាទីមែនទេបើអញ្ចឹងស៊ូទ្រាំក្រោមដៃរបស់យើង3នាទីទៅ Viger គិតឡើងមើលទៅក្មេងពួកវានេះពិតជាខូខើមែនមិនអីទេលេងជាមួយនឹងពួកវាបន្តិចទៀតចុះពួកវាគិតថារឿងដែលកើតឡើងនឹងមិនមែនជាការពិតទេរួចរយៈពេល1នាទីក៏កន្លងផុតទៅ3នាទីក្រោយឃើញ Viger នៅតែអាចស៊ូទ្រាំបានពួកវាក៏រៀងបើកភ្នែករួច10នាទីបន្ទាប់មកទៀតពួកវានេះចាប់ផ្ដើមភ្ញាក់ផ្អើលហើយក្នុងចិត្តគិតឡើងតើពាក្យម្ចាស់រាមនោះជាការពិតឬហើយពួកវានិយាយថាលេងអញ្ចឹងមិនសប្បាយទេឥឡូវនេះដល់លេងគេសិនទៅព្រាមនោះឡូដែលខ្ទប់មាត់របស់ Viger មុនហ្នឹងមើលទៅកាន់ដៃរបស់គេទាំងភ្ញាក់ផ្អើលឬវាក៏ស្រែកឡើងទាំងភាពជឿចាប់Viger ក៏បានព្រួសសាច់ដែលគាត់បានខាងមុននេះចេញមកខាងក្រៅគ្នាវាចាប់ផ្ដើមសួរទាំងភ័យថាតើឯងធ្វើស្អីគេនឹង Viger មើលទៅកាន់ពួកគេទាំងកំណាចរួចតបថាក្រែងឯងមិនបាននិយាយថាចង់ស៊ីដៃរបស់ខ្លួនឯងទេហើយនឹងមេដូនោះតបវិញថាយើងមិនខ្លាចឯងឡើយប៉ុន្តែឡូស្រែកឡើងទាំងយំថាម្រាមដៃរបស់ខ្ញុំត្រូវបានវាខាំដាច់បាត់ហើយក៏ប្រាប់ឲ្យឡូនោះស្ងប់អារម្មណ៍ទៅចាំសួរទៅកាន់លោកបូជាចារ្យដាក់វាត្រឡប់មកវិញឥឡូវនេះពួកយើងចាក់ចេញលើអញ្ចឹង Vigo សួរថានរណាគេឲ្យពួកឯងទៅលើអញ្ចឹងហើយក៏ខឹងក៏ទាញកំបិតនឹងស្ទូទៅរក Viger ចាក់ទៅកាន់ Viger ដោយបន្តថាភ្លេចហើយមែនទេពួកយើងគឺមានអាយុបងឯង1ឆ្នាំប៉ុន្តែភ្លាមនោះតើមើលរបស់គេក៏រៀងភ្ញាក់ផ្អើលព្រោះរាងកាយរបស់ Viger ដូចជាដាច់អញ្ចឹងចាក់មិនធ្លុះឡើយមើលទៅពួកឯងទេដែលជាអ្នកបានភ្លេចនោះចាប់កាត់ដៃវារួចក៏មិនតថាពួកយើងគឺជា Baskerville អំណាចនិងទេពកោសល្យមិនអាស្រ័យលើអាយុទេឥឡូវបន្តលេងល្បែងមួយនេះរហូតតតែចប់ទៅហើយនោះចាប់ផ្ដើមភ័យហើយតើពាក្យម្ចាស់រាមគឺជាការពិតឬក្រោយពីស្រែកចប់មកស៊ីមួយដៃរបស់ Viger ចូលពេញកណ្ដាលមុខដួលទៅខាងក្រោយឡើងបែកឈាមគ្នារបស់វាពីរនាក់ទៀតក៏រៀងភ័យដែរមីដូក៏ចង់តដៃប៉ុន្តែទឹកមុខនឹងភ័យមែនតើហើយនោះក៏ស៊ីមួយជើងថែមរបស់ Viger ទៀតឡូឃើញបែបនេះឡើងដួលចូលទៅក្រោមទៅហើយ Viger និយាយឡើងថាកុំភ័យទៅមើលពួកឯងនឹងជាសះស្បើយក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីទទួលបានការព្យាបាលគាត់ក៏រើកូនកំបិតឡើងដោយបន្តថាយើងមិនឲ្យឯងចាស់ចេញពីបន្ទប់មួយនេះទេបើនៅតែបន្តបែបនេះពួកឯងនឹងរស់នៅជាមួយនឹងភាពមិនស្រួលក្នុងរាងកាយឥឡូវយើងចេះល្អក្នុងចំណោមពួកឯងទាំង3មានម្នាក់អាចចាស់ចេញទៅបានលើអញ្ចឹងមីដូក៏សួរថាមែនឬតែក្នុងចំណោមពួកយើងទាំង3មានម្នាក់ណាគេដែលអាចចាស់ចេញទៅបាន Viger ទម្លាក់កំបិតចុះដោយប្រាប់ថា
ពួកឯងសម្រាប់ចិត្តដោយខ្លួនឯងទៅបងប្រូខ្ញុំមិនអាចរងចាំយូរបានទេអញ្ចឹងសម្រាប់ចិត្តឲ្យលឿនបន្តិចមុននឹងបិទទ្វារចាចេញក៏បញ្ជាក់ថាយ៉ាងហោចណាស់ក៏មានម្នាក់អាចនៅរស់ដែរ3នាក់បងប្អូនវាវិញលើអញ្ចឹងហើយក៏រៀងភ័យប៉ុន្តែបន្ទាប់មកក៏សម្លក់មើលគ្នាវិញមិនដឹងថានរណាគេដែលអាចចាចេញទៅបានទេឯវីកើនៅខាងក្រៅក៏លើសំឡេងវាគ្នានៅខាងក្នុងនោះពេលនេះត្រៃដែនទាំង3គឺចាប់ផ្ដើមបែកបាក់សាមគ្គីហើយពេលវេលាក៏កន្លងផុតទៅលោកបារីម៉ូរាយរាប់ប្រាប់ទៅកាន់មេគ្រួសារថាមេគ្រួសារសារភាពបង្ហូរជាមួយទៀតបានកើតឡើងជាមួយនឹងត្រកូលមកនៅឯកន្លែងរ៉ែត្បូងទៅទឹមត្រកូលមកអះអាងថាកន្លែងរ៉ែត្បូងទៅទឹមនោះគឺជាកម្មសិទ្ធិរបស់ពួកគេមេគ្រួសារតបថាឱកាសដើម្បីពិភាក្សាបញ្ហាមួយនេះជួយមកដល់ហើយត្រកូលមកជាអ្នកចាប់ផ្ដើមមុននោះទេតើមានអ្វីផ្សេងទៀតដែលត្រូវរាយការណ៍ឬអត់លោកបារីប្រាប់ថាតើតើទៅនឹងការវិតម្លៃបណ្ដោះអាសន្ននៃជំរំយុវជនលោកប្រុសតូច Wigger គឺបានបន្ទុកខ្ពស់ជាងគេនៅក្នុងការប្រឡងសរសេរ Hugo បានរៀនចឹងក៏រៀនចាប់អារម្មណ៍ដែរតើការប្រឡងជាក់ស្ដែងសម្រាប់ក្មេងនៅជំរំយុវជននោះនៅពេលណាលោកបារីតបថាគឺ5ថ្ងៃទៀតតបសេះការពារបានចាស់ចេញពីទីតាំងនោះហើយដើម្បីត្រៀមខ្លួនដូច្នេះជំរំត្រូវតែមិនមានមនុស្សនៅទាំងអស់លោកម្ចាស់មានរឿងមួយទៀតដែលខ្ញុំត្រូវផ្ដល់ព័ត៌មានជូនលោកនៅឯជំរំយុវជនថ្មីនេះមានការប្រយុទ្ធដ៏ធំមួយរវាងលោកប្រុសតូច Hugo សួរថាការប្រយុទ្ធដ៏ធំតើមានអ្នកស្លាប់ប៉ុន្មាននាក់លោកបារីតបថាមិនមានអ្នកស្លាប់ទេប៉ុន្តែលោកប្រុសតូចហើយថ្មីរបស់គេត្រូវបានបាក់ទាំងស្រុងលោកប្រុសតូចមីដធ្គាមរបស់គេត្រូវបានរួញចូលទៅក្នុងឯលោកប្រុសតូចឡូម្រាមដៃត្រូវបានកាត់ផ្ដាច់ប្រកាសណាពួកគេបានជាសះស្បើយមកវិញហើយបន្ទាប់ពីទទួលបានការព្យាបាលប៉ុន្តែផ្លូវចិត្តរបស់ពួកគេគឺប៉ះពាល់យ៉ាងខ្លាំងស៊ូហ្គូបន្តថាពួកគេមិនគួរណាវាគ្នាទេដោយសារ3នាក់គេនោះគឺជិតស្និទ្ធគ្នាណាស់លោកបារីបន្តគឺប៉ះពាល់ជាមួយនឹងលោកប្រុសតូចម្នាក់ទៀតអ្នកដែលធ្វើឲ្យលោកប្រុសតូចទាំង3រឿងរបួសគឺលោកប្រុសតូចមានអាយុ8ឆ្នាំលោកប្រុសតូច Wigger ដែលមានពិន្ទុសរសេរខ្ពស់ជាងគេបន្តមកពេលវេលាក៏បានកន្លងផុតទៅបន្តិច Wigger ក៏ត្រូវបាននាំមកជួបជាមួយនឹងមេគ្រួសារ Hugo និយាយឡើងមើលតែឯងរីកចម្រើនបានច្រើនណាស់ចាប់តាំងពីយើងឃើញឯងការទៅលើកមុន Wigger ឯ Wigger តបវិញថាសួស្ដីមេគ្រួសារ Hugo សួរឡើងលើថាឯងបានធ្វើបាបសាច់ច្បងរបស់ឯងដែលជាបងប្អូនភ្លោះ3នាក់ឯ Wigger ក៏ធ្វើជារៀងគិតទៅដល់បងប្អូនទាំង3នាក់នោះខ្ញុំជឿថាពួកគេគឺបានជាសះស្បើយមកវិញហើយបន្ទាប់ពីទទួលបានការព្យាបាល Hugo បន្តយើងមិនបានលើកឡើងពីរាងកាយរបស់ពួកគេទេយើងចង់និយាយអំពីរបួសផ្លូវចិត្តរបស់ពួកគេចាប់តាំងពីថ្ងៃនោះមកពួកគេមិនដែលហូបអាហារជុំគ្នារួចមកដល់ពេលឥឡូវពួកគេមិនដែលនិយាយរើគ្នាដូចជាមនុស្សដទៃបច្ចេកទេសរួមបញ្ចូលរបស់ពួកគេពិតជាល្អប៉ុន្តែឥឡូវទំនាក់ទំនងរបស់ពួកគេបានបែកខ្ញែកទាំងស្រុង Wigger បានលឿនចឹងហើយនៅតែបន្តញញឹមឡើង Hugo សួរថាតែមិនគិតថាខ្លួនឯងជាអ្នកខុសទេ Wigger តវិញខុសឬតែខ្ញុំធ្វើខុសត្រង់ណា Hugo បន្តឯងធ្វើឲ្យបងប្អូនរបស់ឯងប្រែជារញ៉េរញ៉ៃអស់រលីង Wigger ឆ្លើយតវិញប៉ុន្តែខ្ញុំខ្លាំងជាងតាមមនុស្សដែលខ្លាំងជាងហ្នឹងអាចមានកំហុសដែរឬ Hugo បន្តបងប្អូនរបស់ឯងមុនហ្នឹងបានមកដល់ទីនេះមុនឯងហើយក៏បញ្ជាក់ថាពួកគេនឹងលើកលែងទោសឲ្យឯងតែឯងនៅតែមិនទាន់គិតថាខ្លួនឯងមានកំហុសបន្តិចទៀតឬ Wigger ប្រែជារីសួរថាពួកគេលើកលែងឲ្យខ្ញុំនេះគឺជាការចងចាំមុនពេលដែលខ្ញុំថយពេលវេលាមកក្រោយកូនស្រីពៅនៃគ្រួសារមួយដែលត្រូវបានត្រកូល Baskerville គឺជាអ្នកបំផ្លិចបំផ្លាញនាងបានមកសួរសុខទុក្ខ Hugo រួចប៉ុន្មានឆ្នាំនេះនាងបានក្លាយទៅជាដូនជីរួចប្រាប់ទៅកាន់ Hugo ថាខ្ញុំអភ័យទោសឲ្យលោកនឹងរៀបចំពិធីសាសនាផងដែរ Hugo ឆ្លើយទៅវិញបន្ទាប់ពីពិធីសាសនាបញ្ចប់ខ្ញុំជឿថាការអភ័យទោសគ្រាន់តែជាលះបង្កើតឡើងដោយអ្នកខ្សោយដែលមិនអាចសងសឹកបានដោយសារតែពួកគេនោះគ្មានកម្លាំងពាក្យទាំងអស់នេះត្រូវបាន Wigger និយាយទៅកាន់ Hugo លើសម្ដីបែបនេះអញ្ចឹង Hugo ហាក់ដូចជាពេញចិត្តខ្លាំងមែនទែនមានតែអ្នកខ្លាំងប៉ុណ្ណោះទើបអាចគ្រប់គ្រងអំណាចកម្ពុជាឯអ្នកខ្សោយគឺជាបាបកម្មមើលទៅកាន់ឯងក៏យល់អំពីគ្រួសារមកតដែរលោកបារីលឿនចឹងក៏ឆ្លើយតបថាបាទលោកម្ចាស់អនុញ្ញាតឲ្យគាត់យកចំណីដែលគាត់ចង់បានគ្រប់យ៉ាងចេញពីឃ្លាំងផ្ទុកអាហារប៉ុណ្ណឹងគ្រប់គ្រាន់ហើយគេអាចដោះស្រាយរឿងរបស់ខ្លួនគេបាន
Viger ធ្វើជាសួរទាំងរីរីថាតើខ្ញុំអាចទទួលបានឆូកូឡេតមែនទេបើចឹងមែនខ្ញុំអរគុណណាស់លោកមេគ្រួសារបន្ទាប់មក Viger ក៏ត្រូវបានលោក Barry នឹងនាំទៅក្រៅតែព្រាមនោះ Hugo ហៅទៅកាន់ Viger ថាកូនប្រុសខំប្រឹងធ្វើឲ្យបានល្អនៅក្នុងការវាយតម្លៃមិនត្រូវចាញ់កូនចៅជំនាន់ក្រោយដែលមានខ្សែឈាមដើមទេតើមករបស់គាត់មើលទៅគឺមានភាពកក់ក្ដៅមែនទែន Viger តបថាបាទលោកម្ចាស់ប៉ុន្តែតើមុខរបស់គាត់គឺមិនពេញចិត្តឡើយនៅឯឃ្លាំងផ្ទុកអាហារលោក Barry និយាយឡើងថានេះគឺជាសូកូឡាដែលមានកេរ្តិ៍ឈ្មោះអាក្រក់ប៉ុន្តែត្រូវបានខាងត្រកូលមកចូលចិត្តមែនទែនវាគឺមានគុណភាពខ្ពស់ពួកយើងទទួលបានវាដោយពិបាកមែនទែន Viger តបថាខ្ញុំមិនចង់ដឹងពីដំណើរការនោះទេខ្ញុំត្រូវការគ្រាប់កាកាវប្រភេទណាដែលមានក្លិនឈ្ងុយខ្លាំងនិយាយទៅគឺចង់សម្ដៅទៅលើគ្រាប់ធម្មជាតិដែលមានក្លិនខ្លាំងលោក Barry ដល់ពេលលឺអញ្ចឹងក៏រៀងឆ្ងល់ផងដែរនេះគឺជាពេលដំបូងនៃខ្សែរឿងថ្មីរបស់ពួកយើងតើគ្នាយើងយល់យ៉ាងណាដែរដំណើរខ្សែរឿងរបស់វាគឺល្អមើលដូចទៅនឹងឃាតករចាប់ជាតិអញ្ចឹងអាចនិយាយបានថាល្អប្រសើរជាងទៀតផងបើសិនគ្នាយើងចង់មើលពេលបន្តហ្នឹងអាចចូលរួមនៅក្នុងប៉ាហៅបាន